ពេលតែស្ដាប់នេះហើយមានរងធូរលីងដោះស្រាយបានឡើងងាយស្រួលណែកូនប៉ាណា3តើចាប់ដើមរីឯកូនប៉ាតើយើងខ្វល់ឯរឿងគេចូលចិត្តនិងមិនចូលចិត្តនេះអានឹងជារឿងធម្មតានៃមនុស្សលោកទេធ្វើអីមួយដែលយើងគិតថាត្រូវធ្វើវាជាបន្តទៀតគេចូលចិត្តឬមិនចូលចិត្តអានឹងជារឿងរបស់គេទេយើងអាចបខំគេបានទេម្ទេសវាមិនដែលផ្លាស់ប្ដូរជាតិហឹររបស់វាដើម្បីទៅគប់ចិត្តនរណាទេអ្នកខ្លះក៏ចូលចិត្តម្ទេសចឹងទៅហើយអ្នកខ្លះក៏មិនចូលចិត្តម្ទេសចឹងទៅប៉ុន្តែម្ទេសនៅតែជាម្ទេសអ្នកចូលចិត្តនៅតែជាអ្នកចូលចិត្តអ្នកស្អប់នៅតែជាអ្នកស្អប់ម្ទេសមិនបានផ្លាស់ប្ដូររសជាតិហឹរដើម្បីនរណាម្នាក់ទេហើយម្ទេសនៅតែជារបស់មានតម្លៃសម្រាប់មនុស្សដែលចូលចិត្តម្ទេសដដែលជីវិតយើងក៏ដូចគ្នាដែរអ្នកមិនអាចបងប្អូនទាំងអស់គ្នាអត្តន័យចង់និយាយថាមកកែមែនទេអ្នកបាទសរសេរអ្នករៀបចំបាទគាត់ធ្វើឲ្យអាបេះដូងអ្នកដែលកំពុងដើរទៅជួបបញ្ហាងាកឆ្វេងងាកស្ដាំគិតថាខ្លួនឯងអត់មានតម្លៃគិតថាគេមិនឲ្យតម្លៃមនុស្សជុំវិញខ្លួនអីចុចលាក់ពេលតែស្ដាប់នេះហើយមានរងធូរលីងដោះស្រាយបានឡើងងាយស្រួលណែកូនប៉ាណាតោះមើលទៅស្ដាប់តទៀតមើលបងប្អូនធ្វើឲ្យមនុស្សគ្រប់គ្នាលើផែនដីនឹងមកស្រឡាញ់យើងមកពេញចិត្តយើងមកយល់ស្របជាមួយគំនិតយើងគ្រប់យ៉ាងបានទេសម្រាប់អ្នកដែលមិនចូលចិត្តយើងត្រូវចាំថាទោះបីជាយើងធ្វើល្អប៉ុណ្ណាក៏ដោយមានសមត្ថភាពល្អកម្រិតណាក៏ដោយក៏គេនៅតែរកចំណុចទាស់រកនៅចំណុចដែលទើសយើងតតបានហើយយើងត្រូវចាំថាត្រឹមត្រូវបងប្អូនទាំងអស់គ្នាធ្វើអីក៏គេចាំតែទើសដែរបើមិនចង់ឲ្យគេទើសមិនបាច់ធ្វើអីទេដេកចាំស្លាប់ថ្ងៃងាប់ចាំថ្ងៃចូលដើមឈូសអានេះវាត្រឹមត្រូវឲ្យមេដៃអានេះនិយាយអស់ចឹងមកតអ្វីដែលគេមិនចូលចិត្តយើងនេះមិនមែនយើងខុសទេមិនមែនយើងធ្វើរឿងអាក្រក់ទេពេលខ្លះយើងធ្វើរឿងល្អយើងធ្វើរឿងត្រឹមត្រូវតែយើងធ្វើមិនត្រូវចិត្តគេក៏គេមិនចូលចិត្តយើងដែរនៅក្នុងជីវិតយើងត្រូវចងចាំថាទោះបីជាគេចូលចិត្តក៏ដោយគេមិនចូលចិត្តក៏ដោយបើសិនជាការងារមួយនឹងវាសំខាន់សម្រាប់ជីវិតយើងត្រូវតែធ្វើវាដាច់ខាតគេចូលចិត្តឬមិនចូលចិត្តអានឹងជារឿងរបស់គេទេកុំខកចិត្តកុំបាត់បង់ទំនុកចិត្តលើខ្លួនឯងដោយគ្រាន់តែមានមនុស្សមួយចំនួនមិនចូលចិត្តយើងអ្វីដែលអ្នកត្រូវធ្វើគឺកុំខ្វាយខ្វល់ជាមួយតោះនិយាយថាល្អហើយបងប្អូនទាំងអស់គ្នាខ្ញុំសរសើរមែនតើណាសើគាត់ប្រកែនិយាយសងនិយាយថាអ្នកដែលគាត់ធ្វើអាហ្នឹងគាត់ដាក់ភ្លេងហើយគាត់ជាមួយនឹងបាទការសរសេររបស់គាត់រៀបរាប់អត្ថបទរបស់គាត់មកវាចូលនឹងស៊ីជម្រៅជាមួយនឹងមនុស្សដែលបើយើងនិយាយចង់ថាវិជ្ជមានណាអ្នកដែលគាត់ចូលចិត្តធ្វើអីបាទដោយខ្លួនឯងធ្វើហើយបណ្ដៃគាត់ជួបបញ្ហាគាត់គិតច្រើនគាត់គិតថាខ្លួនឯងអស់តម្លៃអីចុចអញ្ចឹងទៅតែពេលគាត់ស្ដាប់អត្ថន័យការសរសេរជាមួយនឹងភ្លេងដែលពួកគាត់ដែលបាទអ្នករៀបចំនេះឡើងមកគឺអត្ថន័យមួយរបស់គាត់ល្អបាទលើកទឹកចិត្តយើងបាទលើកទឹកចិត្តឲ្យមនុស្សដែលគាត់មានផលវិជ្ជមានបាទចង់និយាយថាអ្នកដែលគិតហើយធ្វើចង់ថាធ្វើទទួលបរាជ័យធ្វើមិនទាន់បានជោគជ័យកុំទាន់អស់សង្ឃឹមព្រោះជីវិតរបស់យើងនៅមានជីវិតទៅឡើយខ្លាចតែយើងអស់ជីវិតបានយើងបោះបង់វាចោលបានវាខុសអាហ្នឹងមិនល្អណាកូនណាតែឥឡូវស្ដាប់ក៏ចប់តើមើលតែមិនទៀតតែមើលតែមុខចូលចិត្តយើងហើយសូមចំណាយពេលវេលាឲ្យបានច្រើនបំផុតជាមួយមនុស្សដែលត្រូវការយើងជាមួយមនុស្សដែលចូលចិត្តយើងព្រោះនៅពេលដែលយើងរស់នៅចំកន្លែងឬរស់នៅកន្លែងដែលត្រឹមត្រូវគុណតម្លៃរបស់យើងនឹងមានច្រើនមានការទទួលស្គាល់ច្រើននិងមានការកោតសរសើរច្រើនពីមនុស្សនៅជុំវិញខ្លួនការឲ្យតម្លៃមកលើខ្លួនឯងគឺជាការជ្រើសរើសផ្លូវមួយដែលធ្វើឲ្យខ្លួនឯងមានតម្លៃល្អបំផុតនៅក្នុងជីវិតរបស់ខ្លួនឯងទៅដៃមួយកូនទៅដៃមួយខ្វល់ឯរឿងគេចូលចិត្តនឹងមិនទៅដៃមួយអូក៏បាត់ជ្រក់ទឹកមិញខ្វាំងអូយបរៀនណាអូនចេះធ្វើវីដេអូពីក្មេងហើយណាកូនណាមើលតើទុកអ៊ំមីងមួយចប់បានមួយឃ្លីបបាទចប់ហើយបាយបងប្អូនអ៊ំពូមីងបាយជំរាបលាមួយមើលជំរាបលាទៅពុកម៉ែបងប្អូនអ៊ំពូមីងបាទអូនចេញវីដេអូបានមួយឃ្លីបទៀតហើយអរគុណបងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយបញ្ចេញមតិពីអារម្មណ៍ពិតដែលបងប្អូនកំពុងតែជួបប្រទះកំពុងតែដើរទៅជួបបាទថាមានអីខ្លះបងប្អូនអាចចែករំលែកនៅក្នុងវីដេអូនេះបាននៅក្នុង comment អូខេអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយ
ចឹងសម្រាប់បងប្អូនអពុំមានទាំងអស់គ្នាមិនខាត់ទាំងអស់គ្នាត្រូវការ power bank ក៏ដូចជា accessory ទូរស័ព្ទបាទតែជាច្រើនមុខបាទជាង100មុខនៅក្នុង page ST លក់សម្ភារៈទូរស័ព្ទគ្រប់ប្រភេទបងប្អូនត្រូវការកុំភ្លេចណាខ្ញុំបាទប្រធានយូអ្នកលក់ផ្ទាល់បងប្អូនទាំងអស់គ្នាចឹងបងប្អូនកុំភ្លេចជួយគ្រប់គ្រងខ្ញុំបាទទាំងពីរម្នាក់មួយផងអរគុណច្រើនចឹងសម្រាប់បងប្អូនអពុំមានទាំងអស់គ្នាមិនខាត់ទាំងអស់គ្នាត្រូវការ power bank ក៏ដូចជា accessory ទូរស័ព្ទបាទតែជាច្រើនមុខបាទជាង100មុខនៅក្នុង page ST លក់សម្ភារៈទូរស័ព្ទគ្រប់ប្រភេទបងប្អូនត្រូវការកុំភ្លេចណាខ្ញុំបាទប្រធានយូអ្នកលក់ផ្ទាល់បងប្អូនទាំងអស់គ្នាចឹងបងប្អូនកុំភ្លេចជួយគ្រប់គ្រងខ្ញុំបាទទាំងពីរម្នាក់មួយផងអរគុណច្រើន